So đây là cái mà cô mà căn video tại tông tên business branding hay là marketing. Hai episode tí 4 ngày ní cứ dư nên dạy tại tông tên topic nơi bây giờ mà căn meta căn nó không business branding tập 4 hàm luộc. Chẳng hạn đó này thời trăm ta nơi bây giờ này tổng ở cái ní có sang page miền chập bị số tập làm con follower nhạc ní ở cua và đo tầm khăn từ lứa cả lụa tề cứ nhạc ní cua tập đo tầm khăn từ lứa cả có sang branding chỉ cần độ nhạc ní ở cái score chỉ một sân. Chẳng nơi bây giờ nhạc ní miền chập bị số tập một mơn follower nóเป็นนักเนี่ยนี่ไอโซกแซกันทันมวยต่างๆโอ้ท่าภาษาแบบนี้บางการวิดีโอปรับปีวิดีโอក្នុងមួយអាទិត្យจังเนี่ยนี่អាចដាក់ share content ចេញទៅមួយបានហើយនៅពេលអ្នកនេះមាន 10000 follower ទៅនៅពេលហ្នឹងអ្នកនេះអាចធ្វើប្រតិបត្តិការលក់បានធម្មតាឬក៏ប្រតិបត្តិការទីផ្សារបានធម្មតាចឹងអ្នកនេះត្រូវចាំថា 10000 follower នៅក្នុង page អាជីវកម្មគឺពិបាកក្នុងការមានមែនតើវាខុសប្លែកពី 10000 follower នៅក្នុង page របស់ content creator ហើយអ្នកនេះក៏អត់ចាំបាច់មានទៅដល់រាប់ម៉ឺនរាប់សែន follower ដើម្បីធ្វើការប្រតិបត្តិការទីផ្សារលក់នៅក្នុងប្រព័ន្ធ online នោះដែរហើយអញ្ចឹងខ្ញុំនឹង break down ថាមូលហេតុអីបើអ្នកនរគ្នាអត់គួរលក់នៅពេលដែលអ្នកគ្នាចាប់ផ្ដើមបង្កើតមាតិកានៅក្នុង business របស់អ្នកគ្នាដំបូងអញ្ចឹងចំណុចទី1គឺខ្ញុំនឹងនិយាយតាក់ទងទៅនឹងយើងជាបុគ្គលដែលគេមិនស្គាល់ទៅលក់អញ្ចឹងក៏គេចាប់អារម្មណ៍ដែរអានេះជារឿងធម្មតាទេសម្រាប់ចំណុចទី1បើសិនជាយើងបុគ្គលដែលស្គាល់ហើយយើងទៅលក់ផលិតផលមួយហើយយើងព្យាយាម post នៅលើ social media ទាំងដែលយើងអត់មានកេរ្តិ៍ឈ្មោះនៅលើ social media ផងគេនឹងអត់ចាប់អារម្មណ៍ទៅលើការ post របស់យើងទេតែបើសិនជាយើងមានកេរ្តិ៍ឈ្មោះមានភាពល្បីល្បាញនៅលើ social media ហើយតែយើង post ទៅគេចាប់អារម្មណ៍ហើយឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងបើសិនអ្នកគ្នាលក់ផលិតផលមួយហើយ content creator ដែលល្បីម្នាក់គាត់លក់ផលិតផលដូចអ្នកគ្នាដែរអ្នកនេះសាកផុសមើលតើពីហ្នឹងគេចាប់អារម្មណ៍មួយណាគេជាងគេប្រកាសជាចាប់អារម្មណ៍ទៅលើ content creator ដែលល្បីនោះហើយអញ្ចឹងដើម្បីឲ្យអ្នកគ្នាងាយស្រួលលក់អ្នកគ្នាគួរតែបៀខ្លួនឯងឲ្យមានប្រជាប្រិយភាពនៅលើ social media ជាមុនសិនអញ្ចឹងខ្ញុំចង់លើកឧទាហរណ៍មួយដែរតាក់ទងនឹងហាងកាហ្វេឧទាហរណ៍ថាប្រសិនបើអ្នកគ្នាមានអាជីវកម្មកាហ្វេហើយពេកអាជីវកម្មរបស់អ្នកគ្នាបើកើតតែ poster លក់ឬក៏បើកើតមេតិកាលើកណាក៏ចេញតែលក់ដែរអញ្ចឹង audience ក៏គាត់ឆាប់ធុញឬក៏អត់សូវចូលចិត្តប្រភេទមេតិកាបែបហ្នឹងដែរតែបើសិនបើអ្នកនេះចេះ add គុណតម្លៃបន្ថែមដូចជាបន្ថែមការសម្បាយនៅក្នុងហ្នឹងធ្វើមិនឲ្យតាមឲ្យទាន់ trend ឬក៏បង្ហាញថាកាហ្វេរបស់អ្នកនេះហ្នឹងហូបជាមួយនំនេះប្រភេទនេះវាមានរសជាតិឆ្ងាញ់អញ្ចឹងនៅពេលហ្នឹង audience របស់អ្នកនេះនឹងចាប់អារម្មណ៍ថា content របស់អ្នកនេះខុសប្លែកពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែអ្នកនេះចេះធ្វើតាមឲ្យទាន់ trend ឬក៏ add គុណតម្លៃបន្ថែមរហូតទៅលើប្រភេទមេតិការបស់អ្នកនរគ្នាហើយចូលទៅដល់ចំណុចទី2គឺយើងនិយាយតាក់ទងទៅនឹងការផ្ដោតទៅលើ storytelling ក្នុងការ engagement អញ្ចឹងអ្នកនាងត្រូវចាំថា storytelling វាមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងមេតិកាព្រោះថាវាគឺជាសិល្បៈមួយក្នុងការនិយាយរៀបរាប់សាច់រឿងដើម្បីតាក់ទាញទស្សនិកជនរបស់អ្នកនាងហ្នឹងឲ្យចូលមើលមេតិការបស់គ្នាហ្នឹងពីដើមរហូតដល់ចប់តែម្ដងហើយចាំបន្តអូខេសម្រាប់ storytelling ដូចជាបងបានរៀបរាប់ខាងលើអញ្ចឹងវាជាសិល្បៈនៃការនិយាយសាច់រឿងនៅក្នុងមាតិកាអញ្ចឹងវាមិនមែនតែត្រឹមតែជាសិល្បៈនៃការនិយាយទេអ្នកនេះត្រូវតែមានជាកាយវិការជាអីនៅក្នុងនឹងដូចគ្នាគេហៅថាការសម្ដែងនៅក្នុងវីដេអូហ្នឹងអូខេអញ្ចឹងសម្រាប់ storytelling នេះគឺជាសិល្បៈនៃការនិយាយបូករួមទាំងកាយវិការនៅក្នុងវីដេអូផងដើម្បីឲ្យគេចាប់អារម្មណ៍ព្រោះហ្នឹងពេលដែលអ្នកនរគ្នាចូលទៅក្នុងវីដេអូហើយអ្នកគ្នានិយាយតាសាច់រឿងនិយាយតា story ហ្នឹងហើយធ្វើថ្មឹងខ្ញុំជឿថា audience គេនឹងអត់សូវចាប់អារម្មណ៍ទេហើយគេនឹងសាងភ្នែកអញ្ចឹងអ្នកនេះគួរតែមានកាយវិការក៏ដូចជាសិល្បៈមួយចំនួនដើម្បីឲ្យគេមើលទៅចាប់អារម្មណ៍ហើយអត់ធ្វើឲ្យ audience គេសាងភ្នែកទេអូខេតោះបងអូខេអញ្ចឹងចូលដល់ចំណុចទី3គឺយើងនឹងនិយាយតាក់ទងទៅនឹង engagement គេ add warm audience មានន័យថានៅពេលដែល page របស់អ្នកនរគ្នា active អញ្ចឹងអ្នកនរគ្នានឹងមាន engagement ច្រើនហើយ engagement នឹងបង្កើតបានជា warm audience មានន័យថា audience ដែលពួកគាត់ធ្លាប់ដឹងហើយស្គាល់ពី brand ជាកម្មរបស់អ្នកគ្នាតែពួកគាត់អត់ធ្លាប់ទិញផលិតផលអ្វីមួយពីអ្នកគ្នានោះទេអញ្ចឹង warm audience វាប្រៀបដូចជាថង់លុយមួយអញ្ចឹងគេចាំតែនៅពេលណាដែលអ្នកគ្នាដាក់ផលិតផលចេញគឺគេចាប់ផ្ដើមទិញយកតែម្ដងអូខេអញ្ចឹង warm audience គឺជា audience មួយដែលគេបានស្គាល់ពីអ្នកគ្នាប៉ុន្តែគេអត់ទិញអ្វីពីអ្នកគ្នាទេដូចជាបងគាត់បានរៀបរាប់ខាងលើអញ្ចឹងសំណួរសួរថាចុះធ្វើម៉េចដើម្បីរក warm audience ឲ្យបានកាន់តែច្រើនងាយទេបងប្អូនព្យាយាមបង្កើតមាតិការហូតទៅកុំឈប់ព្យាយាមបង្កើតមាតិកាបានច្រើន warm audience មកកាន់តែច្រើនឥឡូវខ្ញុំឧទាហរណ៍ថាមួយថ្ងៃទាំងអស់គ្នាអាចរក warm audience បាន5ចុះទាំងអស់គ្នាសាកគុណមួយខែមើលតើទាំងអស់គ្នាអាចរក warm audience បានប្រមាណអញ្ចឹងរឿងដែលយើងអាចរក warm audience ឲ្យបានកាន់តែច្រើនគឺអ្នកទាំងអស់គ្នាធ្វើវីដេអូឲ្យបានកាន់តែច្រើន
ok chân cho đó rồi tiếp bốn cái dương vậy tại toàn từ năng ba cây cho chất dướng cây này xong tính vậy mới bị dương này chân chỉ to mà đá vì chỉ bắt toàn chết nơi pe đại cây cho chất ở vậy mới bị dướng cho chất bị luôn dướng cây đừng tinh vậy mới bị dương việc đôi chia từ ram này đã phụ quát không chơi dương sầm tay đi có không co sang cây mua phụ quát chọn cho mình tên hai nơi pe đại phụ quát đạp lật pho chơi mùi muối cứ miên fan chọn mình tên chăm chui control hay vì cứ nghi số mình tên đã xa tại phụ quát chơi dương co sang việc đôi chơi dương bằng cái miệt cá ở ban trong lobby ngày từ ngày chẳng ok សម្រាប់ចំណុចហ្នឹងបើអាហ្នឹងវាដូចជាច្បាប់ធម្មជាតិចឹងតែយើងមានគេស្រឡាញ់ច្រើនគេប្រកាសជាចូលចិត្តគេប្រកាសជាជួយទិញយើងហើយយើងធ្វើមិនដើម្បីឲ្យគេស្រឡាញ់ចូលចិត្តយើងច្រើនអ្នកនរនេះត្រូវតែបង្កើតមាតិកាបានច្រើនហ្នឹងហើយដើម្បីរក fan ឲ្យបានកាន់តែច្រើនពេលដែលយើងទទួលបានការ fan កាន់តែច្រើនការលក់របស់យើងនៅពេលដែលយើងលក់ផលិតផលអីមួយក៏មានគេចាប់អារម្មណ៍និងទិញច្រើនដែរអញ្ចឹងជាដំណាក់កាលទៅបងមុនអ្នកគ្នាចូលផលិតមាតិកាអ្នកគ្នាមិនត្រូវផលិតមាតិកាដែលលក់សុទ្ធនោះទេអ្នកគ្នាចូលមកដំបូងអ្នកគ្នាត្រូវតែបង្កើតមាតិកាដើម្បីតាក់ទាញឬក៏សាងប្រជាប្រិយភាពខ្លួនឯងនៅលើ social media ដើម្បីរក fan រកអ្នកដែលស្រឡាញ់ចូលចិត្តអ្នកនរគ្នាដើម្បីអ្នកគ្នាថ្ងៃក្រោយទៅនៅពេលដែលអ្នកគ្នាធ្វើ sale ធ្វើ content បែបលក់ឬក៏លក់ផលិតផលអ្វីមួយទៅនឹងមាន fan ឬក៏អ្នកគាំទ្រមកអ្នកគ្នាជួយទៅអ្នកគ្នាកាន់តែច្រើនហើយok chẳng video មានតែប៉ុណ្ណឹងបើសិនមកអ្នកគ្នាចូលចិត្ត complete ជួយ like ឬក៏ share ហើយបើអ្នកគ្នាមានចម្ងល់ឬក៏បញ្ហាអ្វីមួយអ្នកគ្នាអាចជួយ comment នៅខាងក្រោមវីដេអូមកហើយយើងជួបគ្នានៅ episode ទី5